រងចាំការជំនុំជម្រះអស់រយៈពេល2ឆ្នាំមកហើយឥឡូវនេះបែរជាត្រូវមកពន្យាពេលម្ដងទៀតជិត2ឆ្នាំហើយដែលអ្នកទាំង5ត្រូវបាត់បង់សេរីភាពគ្រាន់តែរងចាំការជំនុំជម្រះនៅសាលាឧទ្ធរណ៍ហើយនៅថ្ងៃទី2ខែមិថុនាស្អែកនេះសាលាឧទ្ធរណ៍ភ្នំពេញក៏នៅតែបន្តពន្យាពេលទៅតាមអំពើចិត្តដោយគ្មានកំណត់ការបរិច្ឆេទថ្មីច្បាស់លាស់ណាមួយនិងគ្មានការទទួលខុសត្រូវឡើយការពន្យាពេលម្ដងហើយម្ដងទៀតនេះជាការវាយប្រហារផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារញាតិមិត្តនិងបង្កការខកចិត្តដល់បណ្ដាទូតនានាដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមស្វែងរកការពិតក្នុងសវនកម្មនេះទោះបីជាត្រូវរងភាពអយុត្តិធម៌នេះប៉ុន្តែអ្នកទាំង5មិនឯកោឡើយមហាជននិងអង្គការជាតិអន្តរជាតិជាច្រើនបានរួមគ្នាបន្លឺសម្លេងតាមរយៈយុទ្ធនាការសកលនានាដូចជាអង្គការលើកលែងទោសអន្តរជាតិ Amnesty International បានដឹកនាំយុទ្ធនាការសរសេរដើម្បីសិទ្ធិទទួលបានសម្បត្តិគាំទ្រជាង 20,000 ច្បាប់ពីជុំវិញពិភពលោក Rainforest Rescue ទទួលបានហត្ថលេខាគាំទ្រតាមប្រព័ន្ធអនឡាញជាង 11,000 សម្លេងក្នុងការទាមទារឲ្យដោះលែងអ្នកទាំង5 Civicus បានបង្កើតយុទ្ធនាការ Stand as My Witness ដើម្បីឲ្យមនុស្សជុំវិញពិភពលោកឈរធ្វើជាសាក្សីនៃភាពស្អាតស្អំរបស់អ្នកទាំង5ចំណែកអង្គការ Bruno Mensa Funds បានបង្កើតយុទ្ធនាការ Free the File ដើម្បីទាមទារសេរីភាពជូនពួកគេគ្រប់បណ្ដាញទាំងអស់បានបង្ហាញការពិតមួយទៅកាន់ពិភពលោកថាការការពារបរិស្ថានការការពារព្រៃឈើមិនមែនជាបទឧក្រិដ្ឋតែផ្ទុយទៅវិញវាគឺជាកាតព្វកិច្ចដ៏ថ្លៃថ្នូរមួយសម្រាប់មនុស្សជាតិការចោទប្រកាន់បែបនេះគ្រាន់តែជាចេតនាមួយក្នុងការបំផិតបំភ័យការបំបិទមាត់អ្នកដែលហ៊ានបន្លឺសម្លេងប្រឆាំងនឹងការបំផ្លាញធនធានធម្មជាតិតែប៉ុណ្ណោះហើយនៅថ្ងៃនេះផ្ទាល់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាង60ស្ថាប័នបានរួមគ្នាផ្ញើលិខិតផ្លូវការមួយទៅកាន់លោកហ៊ុនម៉ាណែតដើម្បីឲ្យពិចារណាដោះលែងអ្នកទាំង5ជាបន្ទាន់បារដ្ឋាភិបាលពិតជាមានចេតនាពង្រឹងសាមគ្គីភាពនិងឯកភាពជាតិពិតប្រាកដមែនសូមបញ្ឈប់ការធ្វើទុកបុកម្នេញលើអ្នកការពារបរិស្ថានសូមដោះលែងអ្នកទាំង5ដោយឥតលក្ខខណ្ឌនិងជាបន្ទាន់